សួស្តីបងប្អូនសូមបងប្អូនចូលមកទស្សនានៅគឺជាបាក់សីប្រមាញ់មួយប្រភេទដែលមានសកម្មភាពពិសេសនិងមានចំណុចខ្លាំងគួរឲ្យកត់សម្គាល់ជាចំណុចធម្មជាតិរបស់វាបងប្អូនអកពស់នេះគឺមានជំនាញពីធម្មជាតិរបស់វាគឺខាងប្រមាញ់សត្វពស់នៅក្នុងព្រៃទោះជាពស់មានពឹសក្តីមិនមានពឹសក្តីក៏វាអាចប្រមាញ់បានពីព្រោះថាជំនាញរបស់វាគឺខាងប្រមាញ់សត្វពស់ដោយសារវាមានក្រញាំជើងនិងស្រកាជើងរបស់វាក្រាស់ល្អវាអាចការពារសត្វពស់ខាំឬចឹកវាបានដោយសារអីសការបស់វាសកាជើងរបស់វាក្រាស់ល្អបងប្អូនអកពស់នេះក៏មានចក្ខុវិស័យវាដែរដោយសារអីវាមានចក្ខុវិស័យនឹងការសង្កេតមើលដោយសារវាមានភ្នែកមុតស្រួចមានភ្នែកធំធំនិងចក្ខុវិស័យមុតមាំដែលអាចមើលឃើញចរណាសត្វតូចតូចនៅជុំវិញខ្លួនវាឬពស់ដែលលូនយ៉ាងជិតនៅក្នុងព្រៃក្រាស់ឬនៅលើមែកឈើពីចម្ងាយបានដោយសារអីភ្នែកវាមុតភ្នែកវាមុតល្អមានន័យថាភ្នែកវាអាចសម្លឹងមើលបានឆ្ងាយទោះបីជាពស់តូចក្តីពស់ធំក្តីពស់មានពឹសក្តីពស់អត់ពឹសក្តីក៏វាអាចប្រមាញ់បានទាំងអស់នេះជាចំណុចសំខាន់មានន័យថាចំណុចសំខាន់របស់សត្វអកពស់បងប្អូនបានឃើញហើយសកម្មភាពខ្លះដែលខ្ញុំបានបង្ហាញក៏ប៉ុន្តែបងប្អូនក៏អាចបានមកមើលផ្ទាល់ក៏បានគឺវាមាននៅក្នុងសួនសត្វភ្នំតាម៉ៅផងដែរចំណែកឯរូបរាងនិងការបត់បែនហោះហើរក្នុងព្រៃរាងកាយរបស់វាមានការសមស្របនឹងព្រៃក្រាស់វាមានស្លាបធំទូលាយប៉ុន្តែខ្លីល្មមនិងកន្ទុយវែងអាចផ្ដល់ភាពងាយស្រួលក្នុងការហោះហើរនិងបត់បែននិងឆក់ចំណីចន្លោះមែកឈើស្មុគស្មាញបានយ៉ាងស្ទាត់ជំនាញផងដែរអកពស់វាមានភាពអត់ធ្មត់ខ្លាំងនិងយុទ្ធសាស្ត្រប្រមាញ់យ៉ាងជំនាញជាពិសេសការចាប់សត្វពស់មានពឹសក្តីអត់ពឹសក្តីដោយភាពស្ងប់ស្ងៀមនិងវាចូលចិត្តទុំលើមែកឈើខ្ពស់ដោយស្ងប់ស្ងៀមជាច្រើនម៉ោងដើម្បីរងចាំចន្លោះបង្ហាញឬចរណារបស់ចំណីមុននឹងស្ទុះទៅឆក់យកដោយលឿននិងកម្លាំងបុកខ្លាំងចំណែកឯក្រញាំជើងនិងចម្ពោះរបស់វាដ៏មុតស្រួចរបស់វាក្រញាំជើងមាំទាំនិងមានក្រញាំជើងខ្លាំងក្លាសមស្របទៅនឹងការសង្កត់ក្បាលពស់ឬមួយរបស់ពស់នោះភ្លាមដើម្បីការផ្ដាច់ការតស៊ូនិងចំពោះរកោងស្រួចសម្រាប់ហែកសាច់ចំណីបានយ៉ាងងាយស្រួលផងដែរនិងសូមអរគុណបងប្អូនដែលបានចូលទស្សនាវីដេអូខ្ញុំនិងសម្រាប់ការ Subscribe និង Like ផងដែរជូនពរបងប្អូនជួបតែសំណាងល្អគ្រប់វេលា